ឥឡូវខ្ញុំបង្រៀនពីវិធីធ្វើសមាធិដែលខ្ញុំរៀនចេះពីកន្លែងហាត់យូហ្គាមកដែរទេកាលខ្ញុំនៅជប៉ុននិយាយទៅធម្មតាខួរក្បាលយើងវាគិតច្រើនណាស់បងប្អូនធ្វើតាមខ្ញុំបងប្អូននឹងដឹងហើយពេលដែលយើងធ្វើសមាធិយើងអាចចាក់ភ្លេងបងប្អូនចាក់ភ្លេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្ងប់វាជាផ្នែកមួយក្នុងការជួយឥឡូវខ្ញុំដាក់ភ្លេងឲ្យបងប្អូនស្ដាប់ចឹងទៅបងប្អូននឹងមានអារម្មណ៍ប្លែកឬក៏សំឡេងទឹកភ្លៀងសំឡេងអីចឹងណាបន្ទាប់មកបងប្អូនបិទភ្នែកហើយផ្ដោតទៅលើដង្ហើមចេញដង្ហើមចូលផ្ដោតទៅលើអាហ្នឹងខួរក្បាលយើងផ្ដោតទៅលើដង្ហើមចេញដង្ហើមចូលហើយបងប្អូននៅពេលដែលបងប្អូនធ្វើបែបហ្នឹងណាបងប្អូននឹងដឹងថាខួរក្បាលយើងវានៅសុកវាតែគិតអាណានៃនៅសុកគិតឃើញស្វាគិតឃើញផ្លែប៉ោមនិយាយទៅវាបែកហ្មងពេលខួរក្បាលយើងចាប់ផ្ដើមបែកទៅគិតពីអីផ្សេងចាប់ផ្ដើមទាញខួរក្បាលយើងត្រឡប់មកវិញឲ្យវាផ្ដោតលើដង្ហើមចេញដង្ហើមចូលនិយាយទៅអាចធ្វើបែបនេះដូចជាយើងអាចអង្គុយបិទភ្នែកដោតតែលើដង្ហើមចេញនិងដង្ហើមចូលបានហើយពេលដែលខួរក្បាលយើងគិតអីផ្សេងទាញវាត្រឡប់មកវិញនិយាយទៅគឺអត់មានអីពិបាកអីស្រួលមែនតើហើយបងប្អូនទៅពេលដែលបងប្អូនមានអារម្មណ៍ភ័យអាសាមាន anxiety មាន stress ពីកន្លែងធ្វើការងារឬក៏សាលារៀនឬក៏កូនចៅមុនចូលគេងសាកធ្វើការសមាធិ10នាទីគឺជួយឲ្យយើងមានអារម្មណ៍ relax ខ្លាំងមែនតើបងប្អូនដែលធ្លាប់ធ្វើសមាធិពីមុនមកហើយមានវិធីសាស្ត្រអីផ្សេងក្រៅពីខ្ញុំជួយcommentខាងក្រោមមកខ្ញុំដឹងផងចែកឲ្យបងប្អូនយកដតីគាត់ដឹងផង